ថ្ងៃនេះជាថ្ងៃអាទិត្យពុកម៉ែបងប្អូនអរគ្នាចឹងហើយថ្ងៃនេះគឺទំនេរពីការងារគឺនាំគ្នាចេញដំណើរទៅរកឃុំហើយប៉ុន្តែមិនដឹងថាបានឬមិនបានទេបងប្អូនអរគ្នាដោយសារតែខែនេះបងប្អូនដឹងស្រាប់ហើយគឺឃុំវាមិនសូវសម្បូរដូចជាខែ3ខែ4ទេនេះសកម្មភាពខ្ញុំចាប់ដើមជីទៅហើយជីមិនទាន់ដឹងជាអីណាទេបងប្អូនអរគ្នាតោខ្ញុំគឺអស់សាំងអាលីងហើយចប់មកហើយមែនតោរបស់ខ្ញុំមែនតោខ្ចីមេគាត់យកទៅរកឃុំបងប្អូនអរគ្នាហើយសំណាងហើយដែលមានម៉ូតូបងប្អូនខ្ញុំក៏បានទិញសាំងបន្ទាប់ពីយើងចាក់សាំងចាក់អីរួចយើងក៏ដំណើរទៅមុខទៀតបងប្អូនអរគ្នាហើយនេះជាទេសភាពនៃតាមផ្លូវដែលខ្ញុំទៅរកឃុំបងប្អូនអរគ្នាខែនេះគឺគេព្រោះពោតគេដាំអំពៅដាំអីជុំវិញហ្នឹងបងប្អូនអរគ្នាគឺទេសភាពខៀវល្ងឹតស្អាតមែនទែនហើយម្ដងខ្ញុំថ្ងៃនេះគឺចង់ទៅរកឃុំធំបងប្អូនអរគ្នាព្រោះអីកន្លែងដែលខ្ញុំថាទៅរកហ្នឹងវាក្លឹបយកឃុំធំបងប្អូនអរគ្នាហើយមិនដឹងថាជួបឬក៏មិនជួបទេបងប្អូនអរគ្នាបើបានដូចបំណងគឺអែមហើយតែដឹងថាបានឬមិនបានទេនេះយើងបន្តដំណើរទៅតាមផ្លូវហើយរៀងឆ្ងាយដែរបងប្អូនអរគ្នាមិនមែនចិត្តទេហើយបងប្អូនធ្លាប់តែឃើញខ្ញុំធ្វើវីដេអូគឺទៅដល់ឡើងឃុំគឺកាត់យកតែម្ដងតែសារនេះខ្ញុំឲ្យបងប្អូនមើលពីការធ្វើដំណើររបស់ខ្ញុំដើម្បីទៅរកឃុំទាំងអស់គ្នាបងប្អូនអរគ្នាមិនមែនរកចិត្តអីដែរទេរកឆ្ងាយគឺសម្បូរឃុំខ្លាំងមែនទែនព្រោះអីចិត្តគឺខ្ញុំរកច្រើនហើយគេក៏រកខ្ញុំក៏រកហើយបើខ្ញុំទៅឆ្ងាយចេះគេអត់សូវរកទេបងប្អូនអរគ្នាគេរកតែតាមផ្លូវដែរទេហើយនេះជីក៏បានជួបគឺមកសម្បុកឲ្យបងប្អូនអរគ្នាប៉ុន្តែមិនសូវធំអីប្រហែលទេបងប្អូនអរគ្នានេះឃុំរបស់យើងហើយខ្ញុំក៏ចាប់ផ្ដើមនឹងការកាត់ដែរបងប្អូនអរគ្នាហើយខ្ជិលដាក់ផ្សែងដាក់អីដែរបងប្អូនអរគ្នាព្រោះអីឃុំប៉ុណ្ណឹងវានៅជាប់ជាមួយនឹងដើមពត្រាតាមផ្លូវហ្នឹងហើយបើយើងឃើញហើយកុំឲ្យសយបងប្អូនអរគ្នាយកកាត់ហេងមួយហើយយើងមើលថាបានឬក៏មិនទៅមុខទៀតថាបានឬក៏មិនបានអញ្ចឹងណាបងប្អូនអរគ្នាហើយនេះយើងចាប់ដើមយកមកហើយឃ្មោះមកផ្លិតនេះគឺ slot ទេបងប្អូនអរគ្នាគឺខ្ញុំយកអត់មានតិចទេយើងយកអត់មានប្រើផ្សែងប្រើអីទាំងអស់យើងកាត់យកឆៅហ្មងបងប្អូនអរគ្នាអានេះយើងយកឲ្យនាំហេងទេបងប្អូនអរគ្នានេះទឹកមកហើយផ្លិតលឿងស្អាតដែរបងប្អូនអរគ្នាបន្ទាប់ពីយើងយកអាហ្នឹងហើយយើងក៏បន្តដំណើរទៅមុខទៀតចូលតាមផ្លូវចេញពីថ្នល់ជាតិចូលតាមផ្លូវបតុងម្ដងបងប្អូនអរគ្នាអស់ពីផ្លូវបតុងគឺយើងចូលតាមផ្លូវដីខ្សាច់ម្ដងបងប្អូនអរគ្នាហើយនេះខ្ញុំចាប់ដើមចេញដំណើរទៅហើយអានេះផ្លូវបងប្អូនអរគ្នាមើលហើយសម្រាប់តែបានឃុំមកស្មុកពីស្មុកគឺមិនងាយស្រួលទេបងប្អូនដឹងស្រាប់ហើយហើយថ្ងៃនេះគឺចំណាយលុយទិញសាំងអស់ច្រើនដែរបងប្អូនអរគ្នាមិនដឹងថារួចខ្លួនឬអត់ទេដោយសារតែខែនេះគឺមិនសូវសម្បូរឃុំហើយផ្លូវខែនេះបងប្អូននឹងស្រាប់ហើយដោយសារតែមានភ្លៀងមានអីចឹងណាបងប្អូនសុទ្ធដឹងស្លាប់ហើយដឹងស្រាប់ហើយជាប់មាត់បងប្អូនអរគ្នាអធិស្ឋាននេះយើងចេញដំណើរហើយនៅអាព្រៃខាងមុខនឹងបងប្អូនអរគ្នាខ្ញុំដែលបំណងខ្ញុំទៅរកដើម្បីរកឃុំធំប៉ុន្តែប្រហែលជាមិនជួបទេបងប្អូនអរគ្នាព្រោះអីខែនេះគឺពិបាករកមែនទែនខាងខ្ញុំបើថាឃុំគឺជាតម្រៃអីគឺសម្បូរមិនសម្បូរធម្មតាបងប្អូនអរគ្នាអាចនិយាយបានថាសម្បូរខ្លាំងតែសម្រាប់ឃុំធំឃុំអីគឺអត់សម្បូរទេបងប្អូនអរគ្នានេះកន្លែងព្រៃហ្នឹងហើយដែលខ្ញុំធ្លាប់យកឃុំធំបងប្អូនអរគ្នាឥឡូវនេះខ្ញុំចាប់ដើមចេញដំណើរទៅរកកន្លែងហ្នឹងចាំមើលថាជួបឬមិនជួបពុកម៉ែបងប្អូនអរគ្នាហើយយើងមកដល់ហើយបងប្អូនអរគ្នាតោះទៅមើលពីការដើររករបស់ខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនអរគ្នាតើយើងអាចជួបឃុំធំឬក៏យ៉ាងណាបងប្អូនអរគ្នានេះកូនសិស្សថ្មីបានជួបមុនគេជួយយកផ្លាត់អត់តោះអូនចុះលើកតោមកជួបតែម្ដងបងប្អូនអរគ្នានេះឃុំផ្អើលតិចទេលើបាទគ្រូលើជួយឲ្យគ្រូវានេះអានោះសិស្សច្បងអាមួយនេះសិស្សប្អូនចូលថានេះអូនចូលថានេះគួរយើងខ្ញុំថតអត់ទឹកអូបើអស់ពាក់ក្រាបាត់គេដៃមកបងលឺតិចមកអត់ទេដល់យ៉ាងឃុំមកណាបាត់ទាំងឃុំចឹងគូបែបនេះផ្លិតធំដល់ហើយផ្លិតបាត់ទឹកអែមតែបាត់ទឹកស្ទើ
បាន